30 ปีរៀលនេះមិនមែនជាការកាប់ឆៅអ្នកស្គាល់ទេអីយកលើសពីអ្នកស្គាល់ទៀតគួរឲ្យខ្ពើមណាស់ថៅកែតាបាយនេះអាចថែមទៀតបានទេថែមបានញ៉ាំឲ្យឆ្អែតទៅតែហាមខ្ជិះខ្ជាយថែមបាយតើត្រូវបងប្រាក់បន្ថែមប៉ុន្មានមិនគិតថ្លៃទេគឺហ្វ្រីប្អូនស្រីបាយប្អូនឯងញ៉ាំកើតមកឲ្យលឿនមកកន្លែងទីខ្វាយទ្វារក្រោយ18រៀលកន្លះក្បាលបាយញ៉ាំសេរីកុំទៅតាមទ្វារមុខឲ្យសោះទ្វារមុខនោះបងស្រីវងចាំតែកាប់អ្នកស្គាល់ទេប្រហែលជាមានការយល់ច្រឡំដឹងបងស្រីវងលក់ច្រើនឆ្នាំហើយពួកយើងជាអ្នករាប់អានគ្នាចាស់បងលេងក្នុងគ្រប់សុទ្ធតែសរសើរទីខ្វាយទ្វារក្រោយថោកហើយឆ្ងាញ់ជិតតែបងវងចាំតែកាប់អ្នកស្គាល់គួរឲ្យខ្ពើមណាស់ជប់មើលទៅប្រញាប់ប្រមូលទុកដាក់រៀបចំធ្វើការឃើញគាត់ជួបគ្រូបែបនេះខ្ញុំសប្បាយចិត្តណាស់លើកមុនគាត់អាប់លុយខ្វះឲ្យខ្ញុំហើយនៅថាខ្ញុំចង់បោកគាត់ទៀតមានរឿងបែបនេះដែរពិតមែនតើអ្នកស្គាល់ច្រើនណាស់ដែលត្រូវគាត់បោកហើយយូរម្ដងក៏មិនដឹងទៅប្រកាន់រករឿងគាត់ធ្វើអីគាត់មិនមែនលក់បាយទេគឺកំពុងរើសមនុស្សកាប់យកលុយចាំតែកាប់អ្នកស្គាល់កាន់តែស្គាល់កាន់តែកាប់ខ្លាំងលេងខ្វាន់តើឯងចង់មានន័យថាម៉េចតើខ្ញុំមានរឿងអីតើឯងមែនទេដែលនិយាយផ្ដេសផ្ដាស់ក្នុងគ្រប់តើខ្ញុំបាននិយាយអីឃ្លាណាដែលជារបស់ខ្ញុំឯងគ្រាន់តែឧថាថ្លៃតើចាំបាច់អីមកបំបីឆ្នាំងបាយខ្ញុំណែមិនមែនខ្ញុំរឧថាថ្លៃទេគឺអ្នកឯងយកលុយខ្ញុំលើឯងញ៉ាំអស់3ឆ្នាំហើយតម្លៃនឹងរហូតឥឡូវស្រាប់តែញ៉ាំមិនកើតពេលខ្ញុំធ្វើបាយយប់ឲ្យឯងញ៉ាំកាលនោះមិនឃើញថាឆ្ងាញ់ទេអីអ្នកឯងលក់ពេលយប់ជារឿងរបស់អ្នកឯងខ្ញុំឲ្យលុយអ្នកឯងធ្វើបាយវាជាការដោះដូរមិនមែនជាការដាក់ទានហើយក៏មិនមែនជាគុណស្រេចដែរចុះយ៉ាងម៉េចបើកន្លែងទ្វារមុខថ្លៃឈ្នួលខ្ពស់យ៉ាងហ្នឹងខ្ញុំយកឯង32វាមានបញ្ហាអីគ្មានអ្នកណាបង្ខំថាត្រូវតែយក18ទេលក់40ក៏គ្មានអ្នកណាថាអីដែរតែអ្នកឯងយកគេតែ18យកខ្ញុំ32នេះហើយហៅថាកាប់ឆៅអ្នកស្គាល់ទីបំផុតមានអ្នកនិយាយត្រង់ហើយខ្ញុំចង់លក់ឲ្យអ្នកណាថ្លៃប៉ុន្មានរឿងរបស់ខ្ញុំតើពាក់ព័ន្ធអីនឹងឯងអ្នកឯងយកប៉ុន្មានពិតជាមិនពាក់ព័ន្ធនឹងខ្ញុំមែនតែខ្ញុំចង់ទៅញ៉ាំហាងណាក៏មិនពាក់ព័ន្ធនឹងអ្នកឯងដែរហេចាំមើលអាពីអ្នកខាងក្រោយនឹងលក់បានប៉ុន្មានថ្ងៃគ្មានបទពិសោធន៍គង់តែមានរឿងមិនខានអញ្ចឹងធ្វើតាមច្បាប់ទម្លាប់ទៅនៅក្នុងច្បាប់ប្រកាសជាមិនអីទេកាប់ឲ្យលឿនបន្តិចមកខ្ញុំឃ្លានណាស់ភ្លាមនេះហើយលនេះអស់ហើយលក្រោយត្រូវចាំ5នាទីទៀតថាកែខ្ញុំវីកូតបងលុយទីខ្វាយមួយក្បាលពេញចុះហេតុអីបានតែពាក់កណ្ដាលបែបនេះសុំទោសបងខ្ញុំច្រឡំភ្នែកខ្ញុំនឹងបដូរជូនបងភ្លាមថាកែស្រីលឿនឡើងបើយឺតខ្ញុំទៅទ្វារមុខហើយពិតមែនហើយយឺតខ្លាំងណាស់តម្រង់ជួមមកម្ដងម្នាក់មេជាងលេនក៏មកដែរគុំច្របូកច្របល់ចែកលេខរៀងមកចាំយកបាយតាមលេខទៅបាទបើវល់ពេកកាប់តែទីខ្វាយទៅទឹកជ្រលក់ឲ្យគេដាក់ខ្លួនឯងបើប្រញាប់ខ្លាំងមិនបាច់កាប់ក៏បានឲ្យគេកាន់ញ៉ាំតែម្ដងទៅគំនិតនេះល្អខ្ញុំយកមួយក្បាលពេញញ៉ាំឲ្យជក់មាត់តែម្ដងក៏មិនឃើញថាលឿនជាងមុនប៉ុន្មានដែរបើចង់លឿនទៅញ៉ាំបាយកញ្ចប់ស្រាប់ទៅចង់ញ៉ាំទីខ្វាយទៅចេញពីលត្រូវតែរងចាំបែបនឹងហើយបាទស្ដាប់តាមមេជាងលេងចាំសិនចុះទីខ្វាយឆ្អិនហើយកាប់រួចរាល់សូមអញ្ជើញបងលេងបាយប្រអប់150ប្រអប់លក់អស់គ្មានសល់មានអារម្មណ៍យ៉ាងម៉េចដែររកលុយពិតជាហត់ណាស់ហត់តែក្នុងចិត្តមានអារម្មណ៍ថាស្ងប់ល្អថ្ងៃស្អែកអាចថែមមួយទៀតតែហាមកាប់ច្រកប្រអប់ទុកមុនជួអាចវែងបន្តិចមែនតែរសជាតិមិនត្រូវឲ្យបាត់បង់ទេបាត់បងលេងខ្ញុំយល់ហើយអូខេពួកឯងរៀបចំយឺតចុះខ្ញុំទៅមុនហើយបងតើមានរឿងអីនៅមានបាយទេខ្ញុំញ៉ាំមិនទាន់ឆ្អែតនៅមានតើបងចង់បានប៉ុន្មានអាចថែមឲ្យខ្ញុំកន្លះចានទៀតបានទេកន្លះចានមិននឹងឆ្អែតខ្ញុំដួសឲ្យមួយចានពេញតែម្ដងនេះថែមទឹកជ្រលក់បន្តិចទៅញ៉ាំតែបាយទេមិនឆ្ងាញ់ទេអរគុណថៅកែថ្ងៃក្រោយខ្ញុំនឹងមកញ៉ាំរាល់ថ្ងៃហេតុអីអាញាធំមកទីនេះមកត្រួតពិនិត្យពួកយើងមែនទេតើនរណាជាអ្នកទទួលខុសត្រូវគឺខ្ញុំពួកយើងទទួលបានពាក្យបណ្ដឹងថាអ្នកលក់ដូរគ្មានច្បាប់អនុញ្ញាតគ្រឿងផ្សំមិនស្រស់និងអនាម័យមិនត្រឹមត្រូវត្រូវគេប្តឹងប្រហែលជាមានបញ្ហាមែនដឹងមិនមែនទេដឹងខ្ញុំទើបតែញ៉ាំម្សិលមិញពោះវៀនមិនអីផងឈប់សិនពួកយើងមានច្បាប់ទម្លាប់និងវិក័យប័ត្រត្រឹមត្រូវហើយពួកយើងមានច្បាប់និងវិក័យប័ត្រទុកនៅណាមិនមែននៅក្នុងកាបូបពណ៌ខៀវទេអីកុំភ័យប្រញាប់រកមើលតាមលំដាប់ក្នុងថតឯកសារទៅឃើញហើយឯកសារច្បាប់គ្មានបញ្ហាទេចុះគំរូអាហារទុកនៅណានៅទីនេះឯកសារគ្រប់គ្រាន់ប្រភពគ្រឿងផ្សំច្បាស់លាស់អនាម័យក្នុងហាងត្រឹមត្រូវតាមស្តង់ដារឃើញទេខ្ញុំថាស្អាតតើម្សិលមិញញ៉ាំទៅគ្មានបញ្ហាអីសោះនរណាជាអ្នកប្តឹងទៅចិត្តអាក្រក់មែនថ្ងៃក្រោយត្រូវប្រយ័ត្នទោះបីបរិមាណលក់កើនឡើងក៏មិនត្រូវភ្លេចទុកគំរូអាហារនិងរក្សាអនាម័យឲ្យបានល្អដែរពួកយើងនឹងចងចាំខ្លាចមែនទេខ្លាចជារឿងល្អវាបង្ហាញថាឯងដឹងពីការទទួលខុសត្រូវខ្ពស់បងលេងតើបងស្រីវងនៅទ្វារមុខជាអ្នកប្តឹងមែនទេនរណាអ្នកប្តឹងមិនសំខាន់ទេអ្វីដែលអ្នកត្រូវធ្វើពេលនេះគឺឲ្យគេដឹងថាអ្នកមិនខ្លាចការត្រួតពិនិត្យឡើយ
អញ្ចឹងពួកយើងលូកបន្តទៅទីខ្វៃដែលសំបីតែអាញាធររកកំហុសមិនឃើញការផ្សព្វផ្សាយនេះមានប្រសិទ្ធភាពជាងពាណិជ្ជកម្មណាទាំងអស់15រៀលមួយប្រអប់រសជាតិដើមនៅទ្វារមុខថោកជាងទ្វារក្រោយទីខ្វៃមួយក្បាលពេញត្រឹមតែ30រៀលប៉ុណ្ណោះមួយពេលចំណេញ3រៀលមួយខែចំណេញបានច្រើនណាស់មកសាកមើលទៅបើមិនឆ្ងាញ់មិនយកលុយទេត្រូវហើយញ៉ាំអីក៏ដូចតែគ្នាដែរឲ្យតែឆ្អែតពោះទៅបានហើយបងលេនបងស្រីវងទ្វារមុខបញ្ចុះតម្លៃហើយមួយក្បាល30រៀលខ្ញុំទៅសាកមើលសិនលុយក្នុងហោប៉ាឯងចង់ញ៉ាំហាងណាក៏បានបងលេនតើពួកយើងគួរតែបញ្ចុះតម្លៃដែរទេតើអ្នកចង់បញ្ចុះមកត្រឹមប៉ុន្មានបញ្ចុះមក15រៀលដែរទៅត្រូវហើយចំណេញតិចបន្តិចក៏បានដែរកុំឲ្យបាត់បង់ភ្ញៀវអស់តើមួយប្រអប់នេះចំណាយដាំអស់ប៉ុន្មានសាច់ទាបាយទឹកជ្រលក់គ្រឿងផ្សំប្រអប់កាសរុបទៅបើលក់15រៀលតើអាចរួចដាំទេមិនរួចទេអញ្ចឹងមិនអាចបញ្ចុះបានទេបើបញ្ចុះមក15រៀលដើម្បីកុំឲ្យខាតអ្នកត្រូវប្រើសាច់ថោកកំណត់បាយនិងទឹកជ្រលក់ឬសូម្បីតែបាយសបើធ្វើបែបហ្នឹងវាមិនកាត់ទេហេតុនេះហើយទើបមិនអាចបញ្ចុះបានអ្នកចង់បានថោកនឹងចាក់ចេញតែនៅមានអ្នកស្នាក់នៅបើអ្នកបញ្ចុះតម្លៃតាមវានឹងរកលុយលេងបានហើយហេតុអីទៅព្រោះពីមុនអ្នកថា15ជាតម្លៃសំរុំបាយលើបញ្ចុះមក15គេនឹងគិតថាអ្នកកុហកតម្លៃពីមុនកាលណាគេលេងទុកចិត្តគឺចប់ហើយចុះបងស្រីវងបញ្ចុះតម្លៃគាត់មិនខ្លាចទេអីបងវងហ៊ានបញ្ចុះព្រោះពីមុនគាត់យកថ្លៃលើទំនុកចិត្តរបស់គាត់គឺវាបាត់បង់យូរហើយបាទពួកយើងនឹងស្ដាប់តាមបងលេងបងបង្រៀនពួកយើងច្រើនណាស់មួយពេលនេះខ្ញុំប៉ាវមិនបាច់ទេឲ្យតែស្នាដៃមិនបដូរច្បាប់ទម្លាប់មិនប្រែគឺបានហើយ15រៀលមួយប្រអប់មកញ៉ាំទាំងអស់គ្នាបងស្រីវងបាយទីខ្វៃដែលបងឲ្យខ្ញុំថ្ងៃនេះសុទ្ធតែឆ្អឹងសឹងតែគ្មានសាច់សោះហើយបាយនេះទៀតសុទ្ធតែក្របបែកទីថ្ងៃនេះវាបែបនឹងឯងចង់ញ៉ាំក៏ញ៉ាំមិនញ៉ាំក៏ហីទៅយ៉ាងណាក៏មិនដូរលុយឲ្យវិញដែរអ្នកឯងមានអីញ៉ាំទៅវាគ្រាន់បើហើយគ្រាន់តែជាកម្មករសំណងនៅចេះរើសចំណីទៀតនៃសាច់នេះមើលទៅហាក់ដូចជាមិនសូវល្អដូចមុនទេមិនបាច់ខ្វល់ទេឲ្យតែថោកទៅបានហើយញ៉ាំឲ្យឆ្អែតសិនទៅបងលេនតើបងមានថ្នាំឈឺពោះទេមានរឿងអីក្រោយញ៉ាំទីខ្វៃទ្វារមុខនោះខ្ញុំមានអារម្មណ៍ចង់ក្អួតទៅបន្ទប់ព្យាបាលទៅគុំទ្រាំអីសាច់នៅទ្វារមុខថ្ងៃនេះមិនត្រឹមត្រូវទេវារឹងដូចជាសាច់ខ្លាសេទុកយូរណាស់មកហើយខ្ញុំញ៉ាំប៉ះចំដុំដែលធំក្លិនជូរស្មានតែមាត់ខ្ញុំមានបញ្ហាហេបងវងឲ្យខ្ញុំថ្ងៃនេះសុទ្ធតែឆ្អឹងគ្មានសាច់មួយដុំណាទេបាយវិញសុទ្ធតែក្របបែកទោះបីវាអន់បន្តិចមែនតែវាថោកតែញ៉ាំមិនឆ្អែតតើថោកមានប្រយោជន៍អីមិនញ៉ាំសន្សំលុយបានជាងត្រូវហើយសុទ្ធតែឆ្អឹងហៅថាឆ្អឹងអាំងទៅសំជាងមើលអីបើមិនទិញទេកុំមកឈោពាំងផ្លូវបងលេនសាច់នោះតោះទៅបងលេនបងទាញខ្ញុំធ្វើអីក្នុងថងនោះសុទ្ធតែសាច់ខ្មៅសូម្បីតែស្លាកសញ្ញាក៏គ្មានដែរតើឯងអាចបញ្ជាក់បានទេថាសាច់នោះគឺធ្វើឲ្យកម្មករញ៉ាំគ្មានភស្តុតាងទេកុំនិយាយផ្ដេសផ្ដាសចុះបណ្ដោយឲ្យគាត់បោកប្រាស់គេបែបនឹងមែនទេតម្លៃ15រៀលគាត់មិនអាចទប់ទល់បានយូរទេថ្ងៃនេះហ៊ានប្រាសាច់អត់ច្បាប់ថ្ងៃក្រោយនឹងហ៊ានបន្លំបរិមាណទៀតមិនបាច់ចាំយើងនិយាយទេគាត់នឹងចាប់ខ្លួនឯងបងញ៉ាំបាយមែនទេយកទីខ្វៃកន្លះក្បាលនៅតែហាងប្អូនឯងទុកចិត្តជាងសាច់ច្រើនបាយឆ្អែតមិនដូចហាងទ្វារមុខទេលក់ស្អីក៏មិនដឹងសំបីតែឆ្កែក៏មិនញ៉ាំដែរថែមហេតុទេថែមមកនៅតែរសជាតិហាងប្អូនឯងទេដែលឆ្ងាញ់ពិតប្រាកដរសជាតិឆ្ងាញ់គឺបានហើយបងបើឆ្ងាញ់ចាំមកញ៉ាំទៀតណាបាទបងលេងមើលក្នុងគ្រប់តើរូបភាពប្រៀបធៀបនេះច្បាស់ណាស់ខុសគ្នា3រៀលតែសភាពខុសគ្នាដាច់បញ្ជាក់ថាគាត់គ្មានសិលធម៌ហេតុនេះហើយកម្មករសំណងក៏មានភ្នែកមានមាត់ដែរមិនអាចបោកប្រាស់បានតាមចិត្តទេឈៀវលេនបងចង់និយាយជាមួយឯងពី3ម៉ាត់និយាយមកពីមុនបងនិយាយស្ដីមិនសូវស្រួលកុំប្រកាន់អីណាពួកយើងស្គាល់គ្នា3ឆ្នាំហើយកុំប្រកាន់ខឹងនឹងបងអីខ្ញុំមិនបានប្រកាន់ទេខ្ញុំគ្រាន់តែចង់បានយុទ្ធធម៌មកវិញប៉ុណ្ណោះចុះឯងអាចឈប់ជួយគ្រប់គ្រងអាពីអ្នកខាងក្រោយនោះបានទេតើខ្ញុំបានជួយអីពួកគេខ្លះឯងណែនាំមួយឲ្យគេហើយថែមទាំងជួយគេឲ្យជាប់ការត្រួតពិនិត្យទៀតឥឡូវកម្មករទាំងអស់សុទ្ធតែស្ដាប់តាមឯងខ្ញុំមិនមានឥទ្ធិពលដល់ថ្នាក់នឹងទេមានតែកម្មករជឿឯងបើឯងថាខាងក្រោយឆ្ងាញ់គេនឹងទៅខាងក្រោយហើយអ្វីដែលគេជឿមិនមែនជាខ្ញុំទេគឺជឿលើអាហារកន្លែងទ្វារមុខឈ្នួលថ្លៃណាស់ក្នុងផ្ទះមានទាំងចាស់ទាំងក្មេងត្រូវចិញ្ចឹមកុំបង្ខំបងឲ្យដល់ផ្លូវតលអីតើនរណាបង្ខំអ្នកតើខ្ញុំបង្ខំឲ្យអ្នកលក់តម្លៃពីរខុសគ្នាឬក៏បង្ខំឲ្យអ្នកទៅប្តឹងគេទាំងបំពេញតើឯងមានភស្តុតាងទេគ្មានភស្តុតាងទេតែថានរណាជាអ្នកប្តឹងពួកយើងដឹងក្នុងចិត្តច្បាស់ណាស់